ជាបឋមខ្ញុំកណាក៏ភាពសូមក្រាបថ្វាយបង្គំចំពោះព្រះករុណាលោកម្ចាស់គ្រប់ព្រះអង្គសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាហើយអឺមួយរយៈនេះញាតិញោមអាចថាបាត់ថ្មភាពចេញពីបណ្ដាញ social media គឺ channel YouTube របស់ខ្ញុំកណាក៏ភាពកន្លងមកនៅក្នុងប្រព័ន្ធ channel YouTube ក៏ដូចជាបណ្ដាញសង្គមរបស់ខ្ញុំកណាថតភាពហ្នឹងគឺតែងតែផុសជាប្រចាំតាក់ទងជាមួយនឹងការអានកំណាព្យនៅក្នុងសាត្រាស្លឹករឹតរបស់ខ្ញុំកណាថតភាពប៉ុន្តែក្រោយមកទៀតមកក៏ស្រាប់តែជួបជាមួយនឹងឧបសគ្គបច្ចេកទេសបញ្ហាបច្ចេកទេសមួយចំនួនផ្សេងៗទៀតដែលកើតមានទៅលើក្នុងការយើងធ្វើទៅលើប្រព័ន្ធsocial media ហ្នឹងដូច្នេះហើយទើបខ្ញុំកណាត់មកភាពបានបាត់មុខមួយរយៈគឺដោយសារតែទៅលើទូរស័ព្ទហ្នឹងគឺ storage របស់វាតិចពេកមិនអាចទប់ទំហំសម្រាប់យកមកធ្វើជាធម្មទានចែកជូនញាតិញោមបាននៅក្នុងការអានកំណត់សាត្រាស្លឹករឹតហ្នឹងដូច្នេះហើយក៏បាត់មុខមួយរយៈទៅប៉ុន្តែទោះជាយ៉ាងណាក៏ដោយខ្ញុំកណាត់មកភាពនៅពេលឥឡូវនេះក៏នៅតែពុំទាន់មានឧបករណ៍ក៏ដូចជាសម្ភារៈទំនើបនៅក្នុងការធ្វើនៅវីដេអូសម្រាប់ចែកជូនជាធម្មទានដល់ញាតិញោមពុទ្ធបរិស័ទអស់គ្នានោះទេប៉ុន្តែបើញាតិញោមពុទ្ធបរិស័ទយើងពិភាក្សាខ្លះនឹងក៏រីករាយទទួលយកដោយសេចក្តីអនុគ្រោះដើម្បីធ្វើនៅវីដេអូចែកជូនជាធម្មទានដូច្នេះហើយខ្ញុំកណាត់មកភាពនៅក្នុងថ្ងៃនេះពេលនេះផងនេះដោយសារតែអត់អាចថតវីដេអូជារូបភាពបានទេថតបានត្រឹមតែសម្រាប់ដោយសារតែប្រព័ន្ធ storage នេះគឺនៅក្នុងទូរស័ព្ទនេះគឺថាអាចទប់ទិន្នន័យបានតិចខ្លាំងមែនតើដូច្នេះហើយបើថតរូបភាពផងគឺវាអាចនឹងថាវាទុក C មេហ្គាបាយហ្នឹងធំដូច្នេះហើយมันអាចទ្រទ្រង់រួចទេអញ្ចឹងទេសម្រាប់វីដេអូមួយនេះគឺខ្ញុំកណាត់មកភាពវាអត់សូវឮសំឡេងល្អឥតខ្ចោះទេដោយសារតែបញ្ហាសំឡេងរំខានផ្សេងៗប៉ុន្តែតទៅមុខទៀតសង្ឃឹមថានឹងមានឧបករណ៍សម្ភារៈល្អជាងហ្នឹងដើម្បីធ្វើជាវីដេអូធ្វើជាធម្មទានចែកជូនដល់ញាតិញោមដែលជាអ្នកមានសទ្ធាជ្រះថ្លាសន្តាប់នៅក្នុងchannel YouTube មួយនេះផងដែរអឺនៅក្នុងកុំឲ្យវែងឆ្ងាយពេកនៅក្នុងថ្ងៃនេះក៏ដែរខ្ញុំកណាធ្វើភាពចង់លើកហេតុផលរឿងរ៉ាវមួយចំនួននៅក្នុងបណ្ដាញសង្គមរបស់យើងជីវភាពនៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនរបស់យើងរបស់ប្រជាពុទ្ធបរិស័ទរបស់យើងអឺដោយយើងឃើញថានៅក្នុងប្រទេសកម្ពុជារបស់យើងសម្រាប់ញាតិញោមដែលជាអ្នកមានសទ្ធាគោរពជ្រះថ្លាជាមួយនឹងការរាប់អានព្រះពុទ្ធសាសនានេះក៏មានយូរមកហើយតាំងតែពីដូនពីតារបស់យើងមកជាយូរលង់ណាស់មកហើយប៉ុន្តែយើងឃើញថាទៅតែប៉ុន្មានឆ្នាំចុងក្រោយនេះមកទេដែលធ្វើឲ្យប្រព័ន្ធការអប់រំក្រមសីលធម៌របស់ប្រជាពលរដ្ឋរបស់យើងនៅក្នុងការរស់នៅហ្នឹងគឺមានការធ្លាក់ចុះទោះបីព្រះពុទ្ធសាសនានៅពេលបច្ចុប្បន្ននេះយើងគិតទៅហាក់បីដូចជាមានការលូតលាស់ជាងមុនប៉ុន្តែពុំមែនបានសេចក្តីថាព្រះពុទ្ធសាសនានេះមានភាពរីកចម្រើនខ្លាំងក្លានោះទេបើយើងប្រៀបធៀបទៅនឹងប្រទេសជិតខាងរបស់យើងនេះអញ្ចឹងទេនៅក្នុងប្រទេសរបស់យើងនេះគឺជាប្រទេសមួយដែលគោរពព្រះពុទ្ធសាសនាថេរវាទអញ្ចឹងការគោរពព្រះពុទ្ធសាសនាថេរវាទគឺយើងគោរពបែបទៅតាមសម័យកាលកណ្ដាលនោះទេបើយើងប្រៀបធៀបទៅនឹងសម័យកាលពីបុរាណកាលមកព្រះមហាក្សត្ររបស់យើងការគោរពព្រះពុទ្ធសាសនាគឺទ្រង់គោរពបែបព្រះមញ្ញសាសនានោះទេប៉ុន្តែក្រោយមកទៀតគឺដូចខ្ញុំកណាត់មកវាបានលើកឡើងចឹងឯងគឺមានន័យថា
យើងបដូរការគោរពពីមហាយានមកជាថេរវាទវិញសង្គមបច្ចុប្បន្ននេះគឺយើងឃើញថានៅក្នុងប្រទេសកម្ពុជារបស់យើងគឺអឺយើងគិតថា90%ចុះដែលកាន់គោរពព្រះពុទ្ធសាសនាប៉ុន្តែនិយាយថានេះគ្រាន់តែជាតួនៃការបញ្ញត្តិតែប៉ុណ្ណោះថាជាអ្នកកាន់គោរពព្រះពុទ្ធសាសនាប៉ុន្តែបើយើងនិយាយឲ្យស៊ីជម្រៅតាក់ទងជាមួយនឹងធាតុពិតដែលពុទ្ធបរិស័ទនឹងគោរពព្រះពុទ្ធសាសនាហើយគិតបានយល់ដឹងអំពីពុទ្ធសាសនាពិតប្រាកដនោះគឺមានតិចខ្លាំងមែនទែននៅក្នុងប្រទេសរបស់យើងភាគច្រើនបើនិយាយឲ្យចំទៅការគោរពបដិបត្តិពុទ្ធសាសនានេះគឺយើងគោរពតាមបែបទំនៀមទម្លាប់តែប៉ុណ្ណោះបើនិយាយឲ្យចំទៅអាចថាការលើកឡើងរបស់ខ្ញុំកណ្ដាលអាត្មាភាពចំណុចនេះអាចថាអ្នកសិក្សារៀនសូត្រមួយចំនួនគិតថាខ្ញុំកណ្ដាលអាត្មាភាពចេះតែនិយាយចេះតែពុទ្ធផងប៉ុន្តែបើយើងសិក្សាស្វែងយល់ឲ្យមែនតើទៅយើងឃើញថាពិតជាអញ្ចឹងមែនប្រជាពុទ្ធបរិស័ទរបស់យើងគឺរាល់ថ្ងៃនេះគាត់គោរពពុទ្ធសាសនាទៅតាមបែបទំនៀមទម្លាប់ប្រពៃណីតែប៉ុណ្ណោះឧទាហរណ៍ថាជារៀងរាល់ថ្ងៃសិលគឺពួកគាត់តែងតែទៅវត្តដើម្បីហៅថាសុំសិលឬក៏សមាទានសិល5សិល8អីចឹងទៅប៉ុន្តែបើធៀបពិតនៃការយល់ឲ្យដឹងអំពីពុទ្ធសាសនាថាតើក្នុងនាមយើងជាប្រជាពុទ្ធបរិស័ទពិតប្រាកដហ្នឹងជាអ្នកគោរពបដិបត្តិពុទ្ធសាសនាហ្នឹងតើការដែលចូលវត្តហ្នឹងតើចូលវត្តតែថ្ងៃសិលឬក៏ក្រៅពីថ្ងៃសិលអញ្ចឹងប្រជាពុទ្ធបរិស័ទរបស់យើងនឹងគាត់នៅតែជាប់ជំពាក់គាត់នៅតែយល់ច្រឡំអាកន្លែងហ្នឹងរហូតមកដល់រាល់ថ្ងៃហ្នឹងគាត់នៅតែអញ្ចឹងដូចតែគ្នាដែរទោះបីយើងគិតថាពុទ្ធសាសនាមានការរីកចម្រើនក៏ដោយព្រះសង្ឃមានជំនាញមានចំណេះដឹងក៏ដោយក៏ប៉ុន្តែពុទ្ធបរិស័ទនៅតែរបៀបហ្នឹងមូលហេតុដែលពុទ្ធបរិស័ទនៅតែរបៀបហ្នឹងដោយសារតែវានៅក្នុងប្រទេសរបស់យើងសម្បូរទៅដោយអបិយជំនឿច្រើនសម្បូរទៅដោយការអឺបន្លំទៅលើសាសនាគឺមានន័យថាភាគច្រើនគឺរវាងព្រះមញ្ញសាសនានិងពុទ្ធសាសនានៅពេលបច្ចុប្បន្ននេះគឺលាយឡំគ្នាច្រើនចូលច្បល់ចូលគ្នានៅជាមួយគ្នាអញ្ចឹងធ្វើឲ្យពុទ្ធបរិស័ទដែលគាត់ជាអ្នកគោរពបដិបត្តិនៅក្នុងពុទ្ធសាសនាហ្នឹងពួកគាត់មិនអាចបែងចែកដាច់អញ្ចឹងទៅការគោរពបដិបត្តិហ្នឹងគឺមានភាពច្បូកច្បល់យល់ច្រឡំអញ្ចឹងខ្ញុំកណ្ណាត់ភាពសូមលើកតកតងជាមួយនឹងតើការដែលប្រជាពុទ្ធបរិស័ទចូលមកក្នុងវត្តនេះទើបតែថ្ងៃសិនទើបពួកគាត់ចូលមកបានឬក៏យ៉ាងម៉េចតួពិតនៃសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទប្រកបណាញាតិញោមគឺវាអត់អាស្រ័យទៅលើថាថ្ងៃសិលមិនថ្ងៃសិលទេសំខាន់បំផុតគឺតួនៃខាងក្នុងគឺតួនៃបញ្ញាក៏ដូចជាតួនៃចិត្តរបស់ពួកគាត់ថាតើពួកគាត់នឹងមកវត្តដើម្បីអ្វីដើម្បីសាងកុសលដើម្បីសន្សំកុសលហើយដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើនតទៅមុខទៀតឬក៏យ៉ាងម៉េចអញ្ចឹងចំណុចនេះយើងត្រូវបែងចែកឲ្យច្បាស់ព្រោះនៅពេលបច្ចុប្បន្ននេះពុទ្ធបរិស័ទមួយចំនួនដែលគាត់មកវត្តហ្នឹងគាត់មានការបែងចែកបែបផ្សេងទៅទៀតគាត់យល់ច្រឡំថាការគោរពបដិបត្តិសមាទានសិលអីហ្នឹងក្រៅពីថ្ងៃសិលគឺអត់អាចមកវត្តបានទេអញ្ចឹងគឺថាតកតងជាមួយនឹងសិលសិក្ខាបទនេះនៅក្នុងព្រះវិន័យបើនិយាយពីព្រះសង្ឃវិញគឺមានន័យថាអង្គនៃសាមណេរដាច់សិលថ្ងៃណាគឺយើងត្រូវតែមានន័យថាមិនមែនដាច់សិលថ្ងៃណាទេសំដៅទៅលើថាដាច់សិលពេលណាយើងធ្វើខុសកន្លងសិក្ខាបទថ្ងៃណាពេលណាម៉ោងណាគឺយើងត្រូវតែមកសុំសិលពីព្រះថេរៈព្រះភិក្ខុនៅពេលហ្នឹងមិនមែនព្រោះតែថ្ងៃសិលបានយើងមកសុំសិលទេមិនមែនព្រោះថ្ងៃសិលបានយើងសុំសិលជុំគ្នាទេនេះគ្រាន់តែជាពិធីកម្មមួយដែលយើងកំណត់នៅក្នុងការជួបជុំគ្នាតែប៉ុណ្ណោះប៉ុន្តែសួរថាតើធាតុពិតដែលយើងគួរគោរពបដិបត្តិនៅក្នុងពុទ្ធសាសនានឹងបែបម៉េចគឺយើងអត់
ត្រូវគោរពបដិបត្តិបែបហ្នឹងទេតួនៃសិលគឺជាការដែលបរិសុទ្ធតួនៃសិលគឺជាអំពើល្អសេចក្តីល្អគឺការសម្រួមដោយកាយវាចាចិត្តចុះបើញាតិញោមពុទ្ធបរិស័ទមកគោរពបដិបត្តិមកសូត្រតែបានណាវិបតាអត្តនីទានកាមេមុសាវាទាទៅក្នុងវត្តចុះបើញាតិញោមទៅផ្ទះវិញញាតិញោមអង្គុយនិយាយពីនេះពីនោះអ្នកដតីមិនល្អអ្នកដតីមិនបានស្មើខ្លួនអីចេះទៅតើសិលនឹងវាអាចនៅបានដែរឬទេអញ្ចឹងវាប្រកាសជាដាច់នៃអង្គសិក្ខាអស់ហើយដូច្នេះហើយសង្ឃឹមថាញាតិញោមនឹងយល់អំពីការសមាទានសិលក៏ដូចជាការចូលវត្តតើការចូលវត្តនោះចូលដើម្បីអីក្នុងគោលបំណងអីហើយតើបានអ្វីទៅវិញនិយាយចឹងណានិយាយចឹងយើងក្នុងនាមយើងជាប្រជាពុទ្ធបរិស័ទយើងអត់អាចយករឿងទាក់ទងជាមួយនឹងថាអូទៅតែថ្ងៃសិលបាទខ្ញុំទៅសមាទានសិល5កើតថ្ងៃមិនសិលសមាទានសិល5មិនកើតអត់ទេសិល5នេះគឺយើងបើនិយាយចំទៅយើងត្រូវមានប្រចាំថ្ងៃតែម្ដងមានគ្រប់ពេលតែម្ដងប្រចាំជីវិតនៃការប្រកបមុខរបររបស់យើងរាល់ថ្ងៃតែម្ដងហេតុអីព្រោះសិលនេះគឺជាតួនៃសេចក្តីល្អគឺជាការសម្រួមអញ្ចឹងបើសិនបើយើងនិយាយទាក់ទងជាមួយសិលសួរថាមនុស្សយើងម្នាក់បើសិនបើអត់សិលណាយើងមិនអាចរស់នៅជាមួយគ្រួសារបានយើងមិនអាចរស់នៅជាមួយនឹងកូនប្រពន្ធឬក៏សង្គមនឹងបានហេតុអីព្រោះយើងគ្មានសិលនៅក្នុងខ្លួនផងយើងឃើញអ្នកដតីយើងមានសេចក្តីប្រមាទជីវិតអ្នកដតីយើងនិយាយកុហកយើងនិយាយមុសាភូតភរយើងបៀតបៀនគេលួចទ្រព្យសម្បត្តិគេឃើញទេអាហ្នឹងវាជាការដែលអត់សិលអញ្ចឹងតួនៃសិលគឺមិនមែនសុំសិលសមាទានសិលដើម្បីឲ្យខ្លួនឯងទៅឋានសួគ៌ទេប៉ុន្តែគ្រាន់តែថាហេតុជាបច្ច័យនៃការសន្សំសេចក្តីល្អរបស់យើងមានសិលបរិសុទ្ធអីចឹងទៅបុណ្យកុសលដែលយើងមានយើងអាចទៅកើតនៅក្នុងទេវលោកឋានសួគ៌ដែលល្អអញ្ចឹងទៅអានឹងថ្មចង់និយាយទៅអង្គជាមួយនឹងឋានសួគ៌ឋានលោកនរកឋានប្រែតអីទេថ្មចង់ឲ្យញាតិញោមពុទ្ធបរិស័ទយល់អំពីហេតុបច្ចុប្បន្នចា៎កាលណាដែលយើងមិនយល់អំពីហេតុបច្ចុប្បន្នហើយយើងកុំសង្ឃឹមទៅកាន់បរលោកខាងមុខអីព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាបើចង់ឲ្យមើលពីអនាគតរបស់បុគ្គលម្នាក់ហ្នឹងណាឲ្យមើលហេតុនៅពេលបច្ចុប្បន្នតើបុគ្គលម្នាក់ហ្នឹងកំពុងតែធ្វើអ្វីបើបុគ្គលម្នាក់នឹងកំពុងតែសន្សំសេចក្តីល្អអនាគតរបស់បុគ្គលម្នាក់នឹងក៏ទទួលបាននូវសេចក្តីល្អនឹងមកវិញដែរប៉ុន្តែបើបុគ្គលម្នាក់នឹងកំពុងតែសាងនៅអំពើជាអកុសលទាំងឡាយដែរអញ្ចឹងអំពើអកុសលទាំងឡាយនឹងប្រកបជាត្រឡប់វិលមករកបុគ្គលម្នាក់នឹងវិញដូចគ្នានៅពេលអនាគតពាក្យថាអនាគតនេះទៀតថ្មអត់ចង់និយាយអំពីតួតែយើងស្លាប់ទៅបាននិយាយថាអនាគតទេពាក្យថាអនាគតមួយម៉ាត់នេះញាតិញោមយល់ច្រឡំខ្លាំងណាស់នៅពេលបច្ចុប្បន្នយល់ច្រឡំខ្លាំងណាស់ហេតុអីបានថាយល់ច្រឡំគាត់យល់ច្រឡំថាឲ្យតែពាក្យថាអនាគតហ្នឹងណាតើតែគាត់ស្លាប់បានជាអនាគតអត់ទេអញ្ចឹងសន្សំសេចក្តីល្អមួយថ្ងៃនេះគឺមានន័យថានឹងទទួលបាននូវសេចក្តីល្អនៅពេលអនាគតនៅក្នុងទីនេះមិនសំដៅទៅលើទោះតែយើងស្លាប់ទេមានន័យថាពេលវេលាទាំងឡាយណាដែលយើងកន្លងផុតទៅអានឹងយើងហៅថាជាអនាគតហើយសូម្បីនៅក្នុងភាសាអង់គ្លេសក៏គេនិយាយថា future វាទាក់ទងជាមួយនឹងអតីតទាក់ទងជាមួយនឹងអនាគតដែលវាកន្លងហួសពីបច្ចុប្បន្នទៅហើយអញ្ចឹងយើង1ម៉ោងក៏ដោយ2ម៉ោងក៏ដោយឲ្យតែ1វិនាទីក៏ដោយឲ្យតែកន្លងផុតទៅហើយគេចាត់ទុកថាអានឹងជាអនាគតហើយអញ្ចឹងញាតិញោមមួយចំនួនគាត់យល់ហើយតែយល់ច្រឡំចំណុចនេះថាតើអនាគតនឹងបែបណាគាត់យល់ច្រឡំថាគាត់តែគាត់ស្លាប់ទៅនឹងបានហៅថាអនាគតអញ្ចឹងថាចង់ទាញញាតិញោមឲ្យយល់អំពីថាតើ
សិលនឹងបដិបត្តិបែបហ្នឹងឬយ៉ាងណាអញ្ចឹងឲ្យញាតិញោមជល់អំពីសេចក្តីល្អអំពីការបដិបត្តិសិលឲ្យបានត្រឹមត្រូវមិនចង់ឲ្យញាតិញោមស្ដាប់ទៅលើតកោជាឋានសួគ៌តកោជាទេវតាតកោជាអិនព្រំញាតិញោមអារឿងកើតរឿងមិនកើតហ្នឹងវាអត់អាស្រ័យទៅលើរឿងនឹងទេអាស្រ័យទៅលើថាតើបច្ចុប្បន្ននេះយើងបានធ្វើអ្វីខ្លះដល់សង្គមជាតិអាស្រ័យថាតើបច្ចុប្បន្ននេះយើងបានធ្វើប្រយោជន៍អ្វីខ្លះសម្រាប់ខ្លួនឯងចុះបើយើងជាមនុស្សដែលមិនបានធ្វើអ្វីសោះហើយយើងដេកចាំទៅឋានសួគ៌ហ្នឹងសមទេអញ្ចឹងញាតិញោមមិនថាទីកន្លែងណាក៏ដូចទីកន្លែងណាដែរនៅពេលបច្ចុប្បន្ននេះហើយព្រះសង្ឃអង្គខ្លះក៏ដូចគ្នាដែរខ្ញុំកណាសូមអធិស្ឋានពន្យល់ញាតិញោមទាក់ទងជាមួយនឹងពធទេសនាពន្យល់ញាតិញោមតែរឿងបាបបុណ្យនិយាយតែរឿងទេវតានរកឋានសួគ៌ទេវតានរកឋានសួគ៌ប៉ុន្តែអត់ព្រមយកធម៌ពិតយកមកពន្យល់ញាតិញោមថាញាតិញោមជីវិតពិតប្រចាំថ្ងៃរបស់យើងនឹងគឺយើងត្រូវមានធម៌នៅក្នុងការរស់នៅមិនដែលយកធម៌ពិតនឹងយកមកនិយាយទេយកតែអ្វីដែលមិនទាន់កើតឡើងយកមកនិយាយនឹងឯងអញ្ចឹងធ្វើឲ្យផ្នែកគំនិតនឹងវាដក់ទុកនៅក្នុងខួរក្បាលរបស់ញាតិញោមអញ្ចឹងញាតិញោមដែលគាត់ជាអ្នកស្ដាប់នេះគាត់អត់បានរៀនចូលដូចកណាលោកម្ចាស់មួយចំនួនដែលជាធម្មអ្នកកថាអាចារ្យឬក៏ជាអ្នកសម្ដែងធម៌ទេសនាអីល្បីៗទេអញ្ចឹងយើងជាអ្នកចេះដឹងនឹងឯងខាងពុទ្ធសាសនាយើងគួរតែលើកធម៌ពិតយកមកនិយាយថាញាតិញោមសេចក្តីល្អទង្វើល្អមិនមែនសាងទុកដើម្បីតែពេលយើងស្លាប់ទៅទេគឺយើងសាងបច្ចុប្បន្ននេះយើងទទួលនៅបច្ចុប្បន្ននេះឯងឥឡូវអាចង់បញ្យល់ញាតិញោមថាចុះបើញាតិញោមគ្មានបាយឥឡូវញាតិញោមគិតថាតើអញចាំងាប់ចាំហូបបាយមែនចុះហេតុអីយើងមិនព្រមហូបឥឡូវទៅសួរថាពេលយើងហូបឥឡូវទៅសួរថាបន្តិចទៀតទៅវានឹងឆ្អែតប្រកបហើយព្រោះយើងហូបឥឡូវបន្តិចទៀតវានឹងឆ្អែតហើយនឹងក៏ជាអនាគតដែរព្រោះយើងហូបជាហេតុបច្ចុប្បន្នហូបជាហេតុបច្ចុប្បន្នយើងហូបទទួលទានអាហារនឹងជាហេតុបច្ចុប្បន្នដែលយើងកំពុងឃ្លាននឹងដែលយើងកំពុងត្រូវការនឹងប៉ុន្តែលទ្ធផលដែលយើងទទួលបានគឺមិនមែនអាដែលយើងកំពុងហូបនោះទេគឺក្រោយពេលដែលយើងហូបរួចហើយកាពះរបស់យើងទទួលអានឹងក៏ជាអនាគតដែរអញ្ចឹងចង់ឲ្យញាតិញោមយល់អំពីការរក្សាសិលរបស់ញាតិញោមក៏ដូចគ្នាដែរញាតិញោមកុំរក្សាសិលដើម្បីថាខ្ញុំមានសិល5ខ្ញុំនឹងទៅកើតនៅក្នុងសម័យព្រះសិអាមេត្រីខ្ញុំនឹងបានទៅឋានសួគ៌ខ្ញុំនឹងបានទៅកាន់ឋានព្រំឋានប្រអែនញាតិញោមធ្វើតែសេចក្តីល្អបច្ចុប្បន្នទៅបើសិនបើហេតុជាបច្ច័យនោះវាគ្រប់វានឹងទៅហើយសំខាន់តួនៃបញ្ញានៅពេលបច្ចុប្បន្ននេះបើបច្ចុប្បន្ននេះមិនបានយល់មិនបានដឹងផងកុំទៅប្រាថ្នារកបញ្ញហេតុឯណាអិនព្រំទៅប្រាថ្នារកទេវតាឋានសួគ៌អីបាច់ទេញាតិញោមអាត្មាពន្យល់ញាតិញោមនេះអាត្មាមិនចង់ឲ្យញាតិញោមរស់នៅដែលក្នុងពិភពនៃជំនឿចង់ឲ្យញាតិញោមបានស្ដាប់បានយល់បានដឹងអំពីពធពិតថាតើជីវិតពិតប្រកបនឹងពិតជាត្រូវការពធមែនតើឬទេពិតណាស់គឺពិតជាត្រូវការពធជីវិតនេះមិនអាចខ្វះពធបានទេបើសិនបើខ្វះពធកុំថាឡើយតែជីវិតប្រចាំថ្ងៃគឺទូទាំងសកលលោកតែម្ដងមិនអាចរស់នៅចុះសម្រុងគ្នាបានប្រកបណាស់នឹងមានការកាត់សម្លាប់គ្នាជាមិនខានសំណួរសួរថាហេតុអីព្រោះធម៌នេះបង្រៀនឲ្យមនុស្សមានសេចក្តីសន្តោសប្រោសមេត្តាអាណិតអាសូរគ្នាយោគយល់កន្លែងរាប់អានចេះចែករំលែកការរស់នៅចេះចែករំលែកចំណេះដឹងដល់អ្នកដទៃចេះចែកអ្នកដទៃឲ្យរស់ផងមិនមែនរស់តែឯងឃើញទេឃើញអាទង្វើកុសលទាំងអស់ហ្នឹងវានឹងធ្វើឲ្យប្រទេសជាតិរីកចម្រើនវានឹងធ្វើឲ្យសកលលោកទាំងមូលហ្នឹងគឺមានសន្តិភាពញោមមើលបច្ចុប្បន្នទៅថាម
ហេតុតានៃការដឹកនាំរបស់សកលលោកទាំងមូលគឺតែងតែប្រាថ្នាដើម្បីដូចជាគឺដើម្បីតែសេចក្តីចង់បានអញ្ចឹងអាសេចក្តីចង់បាននោះបើសិនដោយសារអីដោយសារតែយើងអត់មានពធនៅក្នុងខ្លួនបើសិនបើយើងមានធម៌នៅក្នុងខ្លួនយើងគិតថាអីប្រទេសរបស់ខ្ញុំមានព្រំដែនត្រឹមហ្នឹងហើយខ្ញុំគ្រប់គ្រាន់ហើយខ្ញុំល្មមហើយអ្វីដែលខ្ញុំត្រូវធ្វើគឺរក្សាសន្តិភាពបណ្ដោះបណ្ដាលធនធានមនុស្សជួយសង្គមជាតិធ្វើឲ្យប្រទេសជាតិមានរីកចម្រើនអីជាដើមទៅអាហ្នឹងគឺជានៅពេលដែលមានពធប៉ុន្តែនៅពេលដែលអត់មានពធយ៉ាងម៉េចដែរដើម្បីតែអំណាចដើម្បីតែហេតុតាដើម្បីតែក្តីលោភលន់របស់ខ្លួនឯងធ្វើឲ្យអ្នកដទៃមានទុក្ខលំបាកវេទនាយើងខ្ញុំឃើញស្រាប់ហើយអាហ្នឹងគឺអញ្ចឹងយើងមិនចាំបាច់ទៅសន្សំសេចក្តីល្អដើម្បីតែពេលយើងស្លាប់ទៅទេសេចក្តីសន្សំសេចក្តីល្អនេះគឺដើម្បីហេតុជាបច្ចុប្បន្នផងដើម្បីជាអនាគតផងអញ្ចឹងអនាគតដូចស្មាបាននិយាយមិញហើយស្មាបានលើកយកមកសម្ដែងប្រាប់ហើយថាអនាគតមិនមែនទាល់តែស្រាប់ទេអ្វីដែលកន្លងផុតទៅមួយវិនាទីក៏ដោយមួយម៉ោងក៏ដោយមួយថ្ងៃក៏ដោយនោះគឺជាអនាគតហើយអញ្ចឹងស្មាសង្ឃឹមថាញាតិញោមយល់អំពីតកតងជាមួយនឹងការសមាធិសិលហើយការសមាធិសិលនេះទៀតសោតនិយាយអំពីការមកជួបជុំវិញម្ដងការជួបជុំនេះគឺគ្រាន់តែជាការបញ្ញត្តិគ្រាន់តែជាការបរមិនមែនជាបរមត្ថទេគ្រាន់តែជាការបញ្ញត្តិថាអូយើងមកជួបជុំគ្នាថ្ងៃសិលនឹងដើម្បីបានមកស្ដាប់ឱវាទពីភិក្ខុសង្ឃឱវាទព្រះសម្មាសម្ពុទ្ធដើម្បីសន្សំសេចក្តីល្អតែប៉ុណ្ណឹងឯងតែបើថានឹងគឺជាកតាបកិច្ចវាអត់ទេវាមិនមែនជាតួនៃបរមត្ថទេការដែលមកសមាធិរៀងរាល់ថ្ងៃនិយាយឲ្យចំព្រោះញាតិញោមមិនយល់ធัวបើសិនមកញាតិញោមយល់ធัวញាតិញោមគ្រាន់តែដឹងថាអង្គនៃការសមាធិសិលហ្នឹងយើងសមាធិសិល5ហ្នឹងអញ្ចឹងយើងដឹងអំពីសិល5តើបប្រតិបត្តិបែបណាហើយមិនចាំបាច់មកសមាធិជារៀងរាល់សិលក៏បានប៉ុន្តែស្មានិយាយនេះមិនមែនក្នុងគោលបំណងឲ្យញាតិញោមថាថ្ងៃសិលនឹងឈប់ទៅវត្តទេមែនទេគ្រាន់តែឲ្យញាតិញោមយល់ដឹងថាការសមាធិសិលនេះមិនមែនទាល់តែយើងថ្ងៃសិលបានយើងហៅថាជាថ្ងៃដែលយើងត្រូវសមាធិសិលគឺសមាធិសិលនេះបើសិនបើយើងជាអ្នកសមាធិនៅសិល5បើសិនបើយើងដាច់នៅក្នុងអង្គសិក្ខាណាមួយយើងត្រូវតែមកសុំតមានន័យថាមកសុំតនោះមានន័យថាយើងមកសុំយើងមកសមាធិជាមួយនឹងព្រះភិក្ខុសង្ឃនោះនៅពេលនោះហ្នឹងបានសិលហ្នឹងវាអាចឡើងមកវិញវាអាចតមកវិញមានន័យថាបើសិនបើយើងសម្រាប់ស្ងាត់អញ្ចឹងវាដាច់នៅក្នុងអង្គនៃបានអធិបតាហើយអញ្ចឹងមិនមែនទាត់ខំដល់ថ្ងៃសិលបានយើងត្រូវមកសមាធិសិលទេអត់ទេបើសិនបើញាតិញោមយល់អំពីពធពិតប្រាកដយល់អំពីព្រះវិន័យពិតប្រាកដគឺបែបហ្នឹងណាញាតិញោមយល់អំពីព្រះវិន័យពិតប្រាកដគឺបែបហ្នឹងនៅពេលដែលដាច់សិលភ្លាមដឹងខ្លួនឯងថាអូខ្លួនឯងប្រព្រឹត្តល្មើសជាមួយនឹងអង្គនៃសិក្ខាទី1នេះហើយអញ្ចឹងត្រូវតែមកសមាធិសិល5នេះជាមួយនឹងភិក្ខុសង្ឃវិញសិលនេះមិនមែនទាល់តែសំរួមគ្នាបានហៅថាការសមាធិសិលទេនេះទេការសមាធិសិលនេះគឺយើងធ្វើដោយខ្លួនឯងគឺកើតចេញអំពីអឺកាយវាចាចិត្តរបស់យើងខ្លួនឯងបើសិនបើយើងអត់ធ្វើខ្លួនឯងទេអត់មានបុគ្គលណាម្នាក់ដែលមកជួយឲ្យយើងអត់មានបុគ្គលណាម្នាក់មកសមាធិសិលជំនួសយើងទេអាហ្នឹងស្មើចង់បញ្យល់ញាតិញោមពុទ្ធបរិស័ទមួយចំនួនដែលគាត់អត់ទាន់ដឹងអំពីការសមាធិសិលមែនថាអ្នកខ្លះក៏គាត់សមាធិសិលរាប់ឆ្នាំមកហើយប៉ុន្តែគាត់មិនដែលបានស្ដាប់នៅធัวពិតបែបហ្នឹងទេគឺគាត់តែងតែស្ដាប់តែរឿងផ្សេងអញ្ចឹងទៅដែលធម្មកថាលោកសំដែងធម៌ទេសនាប៉ុន្តែមិនដែលបានស្ដាប់នៅអ្វីដែលជាធัวសម្រាប់ជីវិតប្រចាំថ្ងៃរបស់យើងទេធัวពិតប្រាកដហ្នឹងអត់
មានតែនៅឯណាទេញាតិញោមព្រះអង្គសម្ដែងថាធម៌ពិតនៅក្នុងកាយបាយនៅក្នុងឆ្នាំងបើចង់រកធម៌ឲ្យរកក្នុងកាយមិនបាច់ចាំត្រណាទេបើចង់រកបាយឲ្យរកក្នុងឆ្នាំងបាយវាអត់មាននៅណាក្រៅពីឆ្នាំងទេព្រោះយើងដាំបាយដាំនៅឆ្នាំងយើងគ្មានទៅដាំស្អីនៅនឹងឯណាផ្សេងទេទោះបីនៅពេលបច្ចុប្បន្ននេះបច្ចេកវិទ្យាទំនើបដាំនឹងឆ្នាំងអគ្គិសនីក៏ដោយស្អីក៏ដោយក៏នៅតែក្នុងឆ្នាំងហ្នឹងឯងវាគ្មានដំណើរឆ្ងាយទេអញ្ចឹងបើយើងចង់រកធម៌ពិតប្រាកដនឹងមិនចាំបាច់ទៅរកណាឆ្ងាយទេយើងរកតែខ្លួនឯងញាតិញោមឆ្ងល់ទៀតចង់រកពីខ្លួនឯងយើងរកស្អីគេញាតិញោមតាមដានមើលជីវិតរបស់ខ្លួនឯងតាមដានមើលចិត្តរបស់ខ្លួនឯងតើចិត្តរបស់ខ្លួនឯងនឹងកំពុងតែខ្វះអ្វីកំពុងតែលោភលន់អ្វីកំពុងតែចង់បានអ្វីដែលហួសប្រមាណដែលវាហួសវិស័យរបស់យើងអាហ្នឹងហើយធម៌មួយវិញទៀតការទុកនឹងសុខចិត្តថានៅជីវិតអញលំបាកម្ល៉េះវេទនាម្ល៉េះក្រម្ល៉េះអាហ្នឹងក៏ជាធម៌ដែរប៉ុន្តែធម៌ហ្នឹងធម៌មិនចាំស្មាប្រយោជន៍ញាតិញោមមានន័យថាធម៌ហ្នឹងបង្រៀនយើងបង្រៀនញាតិញោមហ្នឹងឲ្យយល់ដឹងថាតើជីវិតប្រចាំថ្ងៃរបស់យើងហ្នឹងយើងគួរតែយ៉ាងម៉េចគឺយើងមានកិរិយាព្រមទទួលយកទៅចិត្តរបស់យើងអត់ក្តៅក្រហាយចិត្តរបស់យើងនឹងវាអត់ទៅកើតទុក្ខចិត្តរបស់យើងនឹងវាអត់ទៅសោយនៅទុក្ខវេទនាទៅឈ្នះនឹងអ្នកដទៃឧទាហរណ៍ថាឥឡូវយើងគ្រាន់តែក្រគេថាអូធ្វើម៉េចជីវិតរបស់ខ្ញុំវាក្រចុះប៉ុន្តែសូមកុំអោយអត់សិនបើសិនបើញោមក្រហើយញោមអត់មានសិលភាវនានៅក្នុងខ្លួនទៀតញោមរត់តែពិបាកក្នុងការរស់នៅទៀតអញ្ចឹងបើសិនបើយើងគ្រាន់តែកិរិយាព្រមទទួលយកថាអូធ្វើម៉េចជីវិតរបស់ខ្ញុំវាយើងមិនអាចកំណត់បានទេយើងកើតមកហើយក្រហើយយើងប្រឹងប្រែងតស៊ូអឺរៀនសូត្រយើងប្រឹងប្រែងតស៊ូរកប្រចាំថ្ងៃហើយនៅតែមិនទាន់មានទ្រព្យធនធានច្រើនអីដូចគេយើងគ្រាន់តែព្រមតែប៉ុណ្្នឹងណាចិត្តរបស់យើងវាស្ងប់ហើយប៉ុន្តែយើងនៅតែប្រឹងប្រែងបន្តទៀតមិនមែនបានគេថាយើងឈប់ទេគ្រាន់តែថាយើងបើឱកាសឲ្យចិត្តរបស់យើងនឹងព្រមទទួលយកថាអូហ្នឹងវាជារឿងពិតជីវភាពប្រចាំថ្ងៃរបស់យើងការរស់នៅតែប៉ុណ្ណឹងយើងលែងកើតទុកហើយចិត្តរបស់យើងគឺវាស្ងប់វានឹងនោះហើយយើងដេកលក់ស្រួលហើយស្អែកឡើងក្រោកឡើងក៏ធ្វើការងារបន្តទៀតតែប៉ុណ្ណឹងនឹងឯងដែលព្រះសម្មាសម្ពុទ្ធសម្ដែងថាធម៌ពិតនៅក្នុងកាយធម៌ពិតនៅក្នុងកាយមិនចាំបាច់ទៅរកណាឆ្ងាយមិនចាំបាច់ទៅរកពីអ្នកដទៃណាទេរកទៅពីខ្លួនឯងប្រចាំថ្ងៃនេះឯងហើយខ្ញុំកណាលើកឡើងនៅក្នុងថ្ងៃនេះក៏គិតថាមានតែប៉ុណ្ណឹងទេមិនចង់មានអ្វីច្រើនវែងឆ្ងាយទេដោយសារតែប្រព័ន្ធ storage នៅក្នុងទូរស័ព្ទនឹងវាអាចផ្ទុកទិន្នន័យបានតិចពេកអញ្ចឹងមិនអាច record សំឡេងនឹងបានច្រើនទេប៉ុន្តែបើញាតិញោមមានចំនួនអ្វីឲ្យខ្ញុំកណាថាភាពជួយដោះស្រាយញាតិញោមអាចជួយ comment នៅក្នុង channel YouTube របស់ខ្ញុំកណាថាភាពបានខ្ញុំកណាថាភាពនឹងឆែកមើលហើយខ្ញុំកណាថាភាពមានពេលទំនេរនិងព្យាយាមលើក comment នឹងយកមកជួយបកស្រាយញាតិញោមបន្ថែមទៀតហើយចាប់ពីពេលហ្នឹងទៅថ្មក៏ព្យាយាមបន្តប្រឹងប្រែងធ្វើវីដេអូជាធម្មតាដើម្បីចែកជូនញាតិញោមអញ្ចឹងប៉ុន្តែអានឹងអាស្រ័យដោយហេតុដែរញាតិញោមណាបើសិនបើទូរស័ព្ទនឹងវាខូចតទៅមុខទៀតអីអានឹងអត់មានបច្ច័យធ្វើអានឹងក៏ថ្មទុកចោល channel YouTube នឹងប្រកាសជានៅចោលទៀតណាប៉ុន្តែមិនអីទេថ្មនឹងធ្វើបានប៉ុណ្ណាថ្មយកប៉ុណ្ណឹងហើយជាចុងក្រោយសង្ឃឹមថាញាតិញោមនឹងយល់អំពីជីវិតប្រចាំថ្ងៃថាតើត្រូវការពធឬអត់អញ្ចឹងទេសម្រាប់ធម្មទាននៅក្នុងការចែកជូនញាតិញោមរបស់ស័ក្តិទៅលើបណ្ដាញសង្គម social media ប្រព័ន្ធ YouTube នេះមានខុសឆ្គងយ៉ាងណាសូមមេត្តាពីកណាថេរាធេរៈកណាលោកម្ចាស់គ្រប់ព្រះអង្គមេត្តាអធិស្ឋានព្រោះអាចថាការលើកឡើងរបស់ខ្ញុំកណាមានការខ្វះខាតចន្លោះនៅនោះត្រង់ណាសូមកណាលោកម្ចាស់គ្រប់ព្រះអង្គជួយបន្ថែមខ
comment បន្ថែមមកខ្ញុំកណាសុភាពនឹងបើឱកាសដើម្បីទទួលយកប៉ុន្តែទទួលយកនៅក្នុងន័យដើម្បីស្ថាបនានៅក្នុងន័យដែលជាបន្តពេទ្យមិនមែនដើម្បីមកជន់រំលេចនោះទេព្រោះខ្ញុំកណាភាពធ្វើវីដេអូនេះក៏ខ្ញុំកណាភាពធ្វើឡើងដើម្បីចែកជូនជាធម្មទានញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាទេអាត្មាភាពឲ្យបានខ្វល់ថាមានអ្នកទស្សនាមានអ្នកស្ដាប់ឬក៏អត់ទេមានក៏មានមិនមានក៏អត់ទេខ្ញុំកណាភាពធ្វើផុសទុកជាអនុស្សាវរីយ៍សម្រាប់ខ្លួនឯងជីវិតនៅជាព្រះភ្នោះព្រោះមិនដឹងថាថ្ងៃណាមួយខ្ញុំកណាភាពនឹងយកចាក់សិក្ខាបទទេដាក់ទៀងទេដូច្នេះហើយខ្ញុំកណាភាពធ្វើវីដេអូធ្វើ Sean Studio នេះឡើងគឺដើម្បីចែកជូនជាធម្មទានព្រោះជីវិតរបស់ខ្លួនឯងនៅជាព្រះសង្ឃព្រោះកាតព្វកិច្ចរបស់អ្នកបួសនេះគឺជាអ្នកដែលផ្សព្វផ្សាយពធទេសនាផ្សព្វផ្សាយពធទៅកាន់សត្វលោកដើម្បីជួយសត្វលោកអញ្ចឹងសត្វលោកបើឱកាសទទួលយកបានប៉ុណ្ណានឹងក៏ប៉ុណ្ណឹងពីខ្ញុំកណាភាពសិក្សារៀនសូត្របានចេះបន្តិចបន្តួចហើយក៏សូមមេត្តាអធិស្ឋានពីសំណាក់ញាតិញោមពុទ្ធបរិស័ទអ្នករៀនសូត្រពងពោះជាងខ្ញុំកណាភាពផងដែរអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះអឺតែខ្ញុំកណាភាពចែកជូនជាធម្មទានក៏មានតែប៉ុណ្ណឹង